ជំរាបសួរសួស្តីកូនទាំងអស់គ្នាអ្នកគ្រូឈ្មោះម៉ាផាឡាជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូក្រុងសៀមរាបខេត្តសៀមរាបតើកូនទាំងអស់គ្នាសុខសប្បាយទេចាចំណែកអ្នកគ្រូសុខសប្បាយជាធម្មតាទេចាដោយសារតែស្ថានភាព COVID-19 ដែលរីករាលដាលទូទាំងប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោកអញ្ចឹងកូនទាំងអស់គ្នាមិនបានទៅរៀននៅសាលាទេកូនទាំងអស់គ្នាត្រូវនៅសិក្សានៅតាមផ្ទះរៀងខ្លួនដូច្នេះហើយក្រសួងអប់រំយុវជននិងកីឡាក៏បានតម្រូវឲ្យអ្នកគ្រូមកបង្រៀនកូនតាមបណ្ដាញសង្គមនេះចាអញ្ចឹងកូនអាចរករៀនបាននៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា website របស់ក្រសួងអប់រំយុវជននិងកីឡាចាតាមប្រព័ន្ធ YouTube ឬក៏ដូចជាទូរទស្សន៍ជាតិនិងប្រព័ន្ធផ្សេងទៀតចាអញ្ចឹងថ្ងៃនេះដែលកូនទាំងអស់គ្នាកុំភ្លេចណារក្សានៅអនាម័យលាងដៃនឹងសាប៊ូឬទឹកអាល់កុលឲ្យបានញឹកញាប់ចាដើម្បីការពារជំងឺ COVID-19 ក៏ដូចជានៅពេលដែលកូនចេញទៅក្រៅចាកុំភ្លេចពាក់ម៉ាស់ហើយនឹងរក្សាកុំលាតចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាត្រៀមសម្ភារៈមួយចំនួនរៀនជាមួយអ្នកគ្រូដូចជាសៀវភៅសិក្សាសង្គមសំទោសសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី5ចាប៊ិចខ្មាដៃបន្ទាត់ជើលុបនិងសម្ភារៈផ្សេងទៀតដែលជាតម្រូវការរបស់កូនចាអរគុណសង្ឃឹមថាកូនទាំងអស់គ្នានឹងយកចិត្តទុកដាក់ក្នុងការសិក្សាតាមបណ្ដាញអនឡាញនេះក៏ដូចជាសូមសំណូមពរដល់លោកឪពុកម្ដាយទាំងអស់សូមជួយជំរុញកូនរបស់យើងឲ្យបានសិក្សាតាមបណ្ដាញសង្គមទាំងអស់គ្នាចាតោះអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនបានរៀបចំសម្ភារៈអស់ហើយមែនទេកូនចាអញ្ចឹងយើងចាប់ផ្ដើមអញ្ចឹងអ្នកគ្រូសូមសួរសំណួរកូនបន្តិចថាតើកាលពីមេរៀនមុនគណិតវិទ្យាចំនួនកូនរៀនចំណងជើងរងអ្វីគេកូនអ្នកគ្រូសំសួរសាដាមឡើងវិញតើមេរៀនគណិតវិទ្យាថ្ងៃមុនយើងរៀនអំពីអ្វីចាសង្ឃឹមថាកូននៅចងចាំបានចាអរគុណគណិតវិទ្យាថ្ងៃមុនយើងរៀនអំពីមេរៀនចំនួនដែលក្នុងនោះគឺចំណុចចុងក្រោយនៃមេរៀនចំនួនគឺការគណនាមធ្យមណពន្ធចាអញ្ចឹងកូនទាំងអស់គ្នាមានកិច្ចការផ្ទះអញ្ចឹងកូនចូលរួមដល់ធ្វើកែកិច្ចការផ្ទះជាមួយអ្នកគ្រូទាំងអស់គ្នាចាតោះអានកិច្ចការផ្ទះចំណោទប្រជាពលរដ្ឋនៅឃុំមួយមានចំនួនកើនឡើងតាមឆ្នាំជាបន្តបន្ទាប់ដោយខាងក្រោមឆ្នាំទី1កើន95នាក់ឆ្នាំទី2កើន80នាក់ឆ្នាំទី3កើន74នាក់តើក្នុងមួយឆ្នាំប្រជាពលរដ្ឋនៅឃុំនោះកើនជាមធ្យមប៉ុន្មាននាក់ចាអញ្ចឹងយើងដឹងហើយកូនណាដើម្បីគណនាមធ្យមនពន្ធយើងធ្វើម៉េចកូនចាដើម្បីគណនាមធ្យមនពន្ធយើងត្រូវយកផលបូកនៃចំនួននោះចែកនឹងចំនួនតួបូកចាឥឡូវយើងចូលដោះស្រាយជាមួយអ្នកគ្រូចាអ្នកគ្រូធ្វើប្រមាណវិធីនៅទីនេះចាប្រមាណវិធីចាខាងនេះអ្នកគ្រូដាក់របៀបឆ្លើយចាយើងចាប់ផ្ដើមរកមកយើងដឹងថាដើម្បីរកមធ្យមនពន្ធយើងត្រូវរកផលបូកនៅមុនអញ្ចឹងឥឡូវយើងរកផលបូកចាឆ្នាំទី1កើន95យើងយក95បូកនឹង80ចាបូកនឹង74ចាអញ្ចឹងអ្នកគ្រូគិតថាកូនបានអនុវត្តរួចហើយលំហាត់នេះពីព្រោះជាលំហាត់កិច្ចការផ្ទះទេតែកូនផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូចាចឹងយើងបូក5បូកនឹង4គឺ9ចា9បូកនឹង8 17 17បូកនឹង7 24ចាឥឡូវយើងបូកឃើញ249អញ្ចឹងយើងយក249នេះចា249នេះទៅចែកនឹងចំនួនតួបូកចាអញ្ចឹងតួបូកមានប៉ុន្មានកូនចាតួបូកគឺមាន3អញ្ចឹងយើងចែកនឹង3ចាឥឡូវកូនចែកជាមួយអ្នកគ្រូចាអញ្ចឹងមុនចែកយើងត្រូវកាត់ខ្ទង់កាត់ចូល2ខ្ទង់តើ3ប្រមាណដងឲ្យបាន24ចាគឺ3 8ដងចា
8 3 đong 24 chẳng 24 យើងដក 24 នៅសល់ 0 ចានៅសល់ 0 នៅសល់ 0 ចឹង 9 តុំលាក់ចា3ប្រមាណដងបាន 9 កូនគឺ 3 ដងចា 3 ដង 9 9 ដក 9 នៅសល់ 0 អញ្ចឹងចាយើងឃើញ 83 ចុះឆ្លើយរបៀបឆ្លើយនៅទីនេះរកអីគេកូនរកចំនួនមធ្យមដែលប្រជាពលរដ្ឋនោះកើនជាមធ្យមជាក្នុងមួយឆ្នាំចារកចំនួនមធ្យមដែលប្រជាពលរដ្ឋកើនក្នុងមួយឆ្នាំឬក៏រកក្នុងមួយឆ្នាំប្រជាពលរដ្ឋកើនជាមធ្យមបានដូចគ្នាចារកប្រជាពលរដ្ឋកើនជាមធ្យមក្នុងមួយឆ្នាំឬបើយកឲ្យល្អគាត់ដាក់រោគក្នុងមួយឆ្នាំប្រជាពលរដ្ឋកើនជាមធ្យមចាឥឡូវយើងយក81នាក់មួយនាក់គុណនឹង95យើងតាំងមួយនាក់នេះយើងតាំងបូកនឹង80បូកនឹង74រួចហើយចែកនឹងចាចែកនឹង3ស្មើចាស្មើប៉ុន្មានស្មើនឹង83នាក់ចាឥឡូវនេះគ្រូសុំសេរីខាងនេះឲ្យវាចុះក្រោមបន្តិច1នាក់គុណចាអញ្ចឹង83អញ្ចឹងឆ្លើយថាចាឆ្លើយថាយើងឆ្លើយថាម៉េចកូនក្នុងមួយឆ្នាំប្រជាពលរដ្ឋកើនជាមធ្យមក្នុងមួយឆ្នាំប្រជាពលរដ្ឋកើនជាមធ្យមចា83នាក់ចាដើម្បីបញ្ជាក់ចម្លើយយើងគូរង្វង់ហុំចម្លើយរបស់យើងចាហើយកូនកុំភ្លេចណាពេលយើងធ្វើចប់យើងគូសញ្ញាគូបន្ទាត់ពីក្រោមមួយឲ្យវាស្អាតណាហើយនៅសល់ចំណោទមួយទៀតសង្ឃឹមថាកូនទាំងអស់គ្នាចាបានធ្វើរួចហើយអញ្ចឹងកូនអាចយកទៅឲ្យលោកប៉ាអ្នកម៉ាក់របស់យើងជួយផ្ទៀងផ្ទាត់ចម្លើយរបស់យើងចាតើត្រឹមត្រូវដែរឬទេចាអញ្ចឹងអ្នកគ្រូចង់សួរកូនតិចថាកូនធ្លាប់ដែរកូនចំនួនមានលេខពី3ខ្ទង់និង1ខ្ទង់ឯងកូនអ្នកគ្រូសង្ឃឹមថាកូនបានរៀនរួចហើយមែនទេចាឥឡូវអ្នកគ្រូសូមបញ្ជាក់ឡើងវិញចាអ្នកគ្រូសូមបញ្ជាក់ឡើងវិញនៅក្នុងការគុណរបស់យើងចាអញ្ចឹងនៅក្នុងការគុណចំនួនដែលមានលេខ3ខ្ទង់នេះចា3ខ្ទង់និង1ខ្ទង់ចាយើងអាចសរសេរបច្ច្រាស់អញ្ចឹងក៏បានដែរណាកូនណាចាតើស្មើនឹងប៉ុន្មានអញ្ចឹងក្នុងការគុណវាមាន3ជំហានជំហានទី1គុណខ្ទង់រាយនឹង4ចានេះគឺខ្ទង់រាយលេខ7រាយ10រយចាអញ្ចឹងយើងគុណលេខ7នេះណានឹង4គុណលេខ7នឹង4ណា4គុណនឹង7ណា7នេះវានៅខ្ទង់រាយអញ្ចឹងយើងបាន28ខ្ទង់រាយចា28នេះខ្ទង់រាយអញ្ចឹងគេសរសេរ28នេះខ្ទង់រាយចាឬហើយយើងសរសេរលេខ8
đòi dân cùng mấy cái dân bắt đông tung ri lòng vinh chả mình này thay dân bắt đông tung ri nè chả bắt đông tung ri nè mình này thay dân tra tốc nơi lớp tung đọc chả mình tập mấy dân thằng mày mà phay bầm bay tung ri phay bầm bay tung ri dân xe lịch mình này thà smart nằng pi nằng tung đọc bầm bay nằng tung ri mình tái pi dân con xe nằng lại ní đi rồi dân vô bọc cung nữa lớp tung đọc chả bắn tập mai nhưng thằng mày tiệt chùm hiên tì pi con tông đập nòng buồn chả con tông đập nòng buồn đi nát tông đập rồi nè tông đập chả nhưng con nắng buồn cho bốn ta con nòng tông đập này bốn đấy con tông đập chả mình này bốn con nòng pram tông đập chả mình này pram đấy là tông đập bốn con nòng pram tông đập mà nâng mà phay tông đập chả chắc mà phay tông đập mình vô từ nào chả bóc tông đập mình này thà pi mà phay tông đập mình này pi là tông đập bóc nâng mà phay là tông đập mình này thà pi để dân tra tục á con tra tục á này pi là tông đập để dân tra tục nè pi là tông đập bóc nâng mà phay là tông đập để dân con buôn nâng pram đấy sma nâng màn sma nâng mà phay pi tông đập chả sma nâng mà phay pi tông đập chả bắt đông tông đập đằng vinh mà phay pi tông đập dân ăn xe lệ mà phay pi thế dân xe lệ pi hai pi nâng dân vô mà này đông tông đập lằng vinh bên đây là tra tốc những tra tốc đó dân đặt là lớn tông ai kể con tra tốc đặt là lớn tông rồi chà tra tốc mới đặt là lớn tông rồi chà tra tốc nó là lớn tông rồi chà bên đây thà pi chân này cô sẽ khó hay ăn chia sẻ xong đặt là lớn tông rồi là lực tuần rồi chả bên đây thay dân dầu pi ní ra tông dân dầu mà đặt lực tuần rồi chăng và tụi mà tiết dân thơ mày mà phay pi tuần đạp sma nâng pi tuần rồi bọc pi tuần đạp sma mán sma nâng pi tuần đạp bên đây là mà phay pi lực tuần đạp bên đây là pi lực tuần rồi pi lực tuần đạp chả và tụi mà tiết dân thơ mày con tuần rồi nâng buôn tiệt chả con tuần rồi này nâng buôn tiệt chả bốn con nằng muối tuần rối mà nằng bốn tuần rồi bốn tuần rối bột nằng để dân đông tuần rối nó pi tuần rối tiết mà nằng phần con mà nằng phần muối tuần rồi đôi ní bốn con nằng mà rồi hà sầm phát khơi phần muối rồi mà thấy bảy chả chắc bọn to tiết nét nè kêu nằng nom con từ thôi ở từ riêng nơi mày riêng mấy muối tiết chả cứ mày riêng tí pi pi vị thí con cứ cá con chấm nuốt miền lệ bốn tuần nằng pi tuần chà tòa án chấm non chương mê riêng chỉ một khía kẻ nét việt chia nạ tì pram mê riêng tì pi vị thi cồn ca con chấm nuôn miền lệ buôn tuồng nâng pi tuồng mê riêng ấy cứ nâng nông siêu phơi sắc tùng po tì pram hai nâng nông mê riêng này đá miền con bầm non ai con từng ở khía chết vơประมาณ vị thi con chấm nuôn đại miền lệ buôn tuồng nâng pi tuồng đầm bay pra nâng nông chi về phíaประจำថ្ងៃក៏ដូចជាសម្រាប់ក្នុងការប្រើប្រាស់ក្នុងការរៀនមេរៀនជាបន្តបន្ទាប់ចាអញ្ចឹងតើដើម្បីគុណចំនួនមានលេខ4ខ្ទង់និង2ខ្ទង់គេធ្វើដូចម្ដេចចាកូនតាមដានជាមួយអ្នកគ្រូបន្តទៀតឥឡូវអ្នកគ្រូសំដៅនេះចេញចាអញ្ចឹងយើងតាមដានជាមួយគ្នានេះគឺជាបញ្ហាដែលកូនទាំងអស់គ្នាត្រូវដោះស្រាយជាមួយអ្នកគ្រូ
តាអានឧទាហរណ៍នេះក៏ដូចជាឧទាហរណ៍វាជាចំណោទចារថយន្តមួយគ្រឿងដឹកអង្ករមួយជើងបាន1530គីឡូក្រាមបើរថយន្តនោះដឹកអង្ករ25ជើងតើរថយន្តនោះដឹកអង្ករបានប៉ុន្មានគីឡូក្រាមចាចឹងដើម្បីឲ្យកាន់តែច្បាស់ទៀតយើងអានម្ដងទៀតរថយន្តមួយគ្រឿងដឹកអង្ករមួយជើងបាន1530គីឡូក្រាមបើរថយន្តនោះដឹកអង្ករ25ជើងតើរថយន្តនោះនឹងដឹកអង្ករបានប៉ុន្មានគីឡូក្រាមចាអញ្ចឹងតាមរយៈល្បះសំណួរក៏ដូចជាបំរាប់ប្រធាននេះយើងដឹងហើយថាដើម្បីរករថយន្តដឹកអង្ករបានប្រមាណគីឡូក្រាមនោះយើងត្រូវធ្វើវិធីគុណអញ្ចឹងយើងយកចា1530គុណនឹង25តើស្មើនឹងប៉ុន្មានចាដើម្បីគុណចំនួន1530គុណនឹង25នេះយើងត្រូវគុណធ្វើប្រមាណវិធីគុណគេហៅថាប្រមាណវិធីគុណទៅតាមជួរឈរតើគេធ្វើប្រមាណវិធីគុណតាមជួរឈរនឹងដូចម្ដេចតើឥឡូវគុណតាមដានជាមួយអ្នកគ្រូតទៅទៀតចាចឹងដើម្បីកុំឲ្យថាពិបាកហ្នឹងអ្នកគ្រូមកគុណខាងនេះតែម្ដងចាដំបងយើងយក1530ចាយើងសរសេរ1530គុណនឹង25ចា1530គុណនឹង25ចេះតើយើងគុណយ៉ាងម៉េចទៅចាជាដំបងគឺយើងត្រូវយក1530គុណនឹងប៉ុន្មានចាគុណនឹង25ចាឥឡូវអ្នកគ្រូសេចុះក្រោមបន្តិចចា1530គុណនឹង5ចាគុណនឹង5តើស្មើប៉ុន្មានចាឥឡូវយើងគុណមក5 0 ដង0 5 3 ដង15សរសេរលេខ5ត្រាទុក1 5 5 ដង25 25បូកនឹង1 25 1សរសេរលេខ6ត្រាទុក2 5 1 ដង5 5នឹង2 5 7ចាអញ្ចឹងយើងឃើញ7650នេះគឺជាការគុណរវាងចំនួន1530គុណនឹង5ចាបន្តមកតើយើងគុណនឹងប្រមាណកូនចាគឺយើងយក1530ដដែលនេះគុណនឹងប៉ុន្មានគុណនឹងលេខ2នេះលេខ2នៅខ្ទង់អីនៅខ្ទង់10ចាបើលេខ2នៅខ្ទង់10មានន័យថាគុណនឹង20ចាគុណនឹង20តើស្មើនឹងប៉ុន្មានចាអញ្ចឹងយើងគុណនឹង20លទ្ធផលរបស់វា20ដែលយើងដាក់នេះណា20ដែលយើងដាក់នេះអ្នកគ្រូគុណអ្នកគ្រូសាកល្បងអ្នកគ្រូយក1530នេះគុណនឹង20ចាគុណនឹង20ចាចឹងដំបូងយើងមិនគុណ0ចា0 0 ដង0 0 3 ដង0 0 5 ដង0 0 1 ដង0 2 0 ដង0 2 3 ដង6 2 5 ដង10សរសេរលេខ0ត្រាទុក1 2 1 ដង2 2នឹង1 3ចឹងយើងបូកលទ្ធផលបញ្ចូលគ្នាណាឃើញ0 0 6 0 3ចាចឹងយើងឃើញ3,600ចឹង3,600បើយើងយកមកសរសេរនៅកន្លែងនេះខ្ទង់រីតាំងខ្ទង់រីមក0 6 0 0 2 ដងចា0 0 6
ចានេះគឺលទ្ធផលនៃការគុណចាចំនួនដែលមានលេខ1530គុណនឹង20ចាលទ្ធផលនៃការគុណចានេះយើងកត់សម្គាល់លើចំនួននេះមួយចាអញ្ចឹងយើងចាប់ដើមគុណបន្តទៀតតែយើងគុណយ៉ាងម៉េចតទៅទៀតឥឡូវអ្នកគ្រូយកចំនួននេះដដែលនេះ1530នេះគុណនឹង25ចាគុណនឹង25សារជាថ្មីម្ដងទៀតចា5 0 ដង 0 8 ដង 15សរសេរលេខ5ត្រាទុក2 5 5 ដង 25 25នឹង2 25 27សរសេរលេខ7ត្រាទុក2ទៀត5 1 ដង 5 5នឹង2 5ចាសុំទោស5 0 ដង 0 8 ដង 15សេលេខ5ត្រាទុក1ចា5 5 ដង 25 25នឹង1 25 26ចាអធិស្ឋានផងកូនកូនហើយយើងត្រាទុក2 5 ដង 5 5នឹង2 5 7ចាបន្ទាប់មកយើងគុណលេខ2នៅខ្ទង់10ចា2នៅខ្ទង់10 2 0 ដង 0ចា2 3 ដង 6 2 5 ដង 10សរសេរលេខ0ត្រាទុក1 2 ម្ដង 2 2នឹង1គឺ3ចាឥឡូវកូនសង្កេតមើលចុះហេតុអ្វីបានកាលណាយើងគុណលេខ2នេះអត់មាន0នេះចាអត់មាន0នេះចាពីព្រោះកាលណាយើងគុណលេខខ្ទង់10កាលណា0គឺ0ត្រូវនៅកន្លែងនេះចា0ត្រូវនៅខ្ទង់រាយនេះអញ្ចឹងពេលដែលយើងគុណលទ្ធផលខ្ទង់10តែម្ដងចាមិនអ្នកគ្រូគុណឲ្យកូនឃើញណា0នៅខ្ទង់រាយកាលណាយើងគុណលេខខ្ទង់រាយលទ្ធផលគឺត្រូវនៅពីក្រោមលេខខ្ទង់រាយកាលណាយើងគុណចាខ្ទង់10លទ្ធផលគឺនៅពីក្រោមខ្ទង់10ចាបន្ទាប់មកយើងគុណបន្តនេះគុណខ្ទង់10នៅលេខ2នេះគឺខ្ទង់10អញ្ចឹងយើងអត់បានគុណ0ខ្ទង់រាយទៀតទេអញ្ចឹងហើយបានអា0នេះវាគ្មានចាអញ្ចឹងបានអា0នេះគ្មានចាបានទេកូនអញ្ចឹង0នេះគ្មានទេចាវាមានតែ3060ចាបន្ទាប់មកគឺយើងបូកលទ្ធផលបញ្ចូលគ្នាអញ្ចឹងកាលណាយើងយកអ្នកគ្រូបញ្ជាក់ម្ដងទៀតគុណខ្ទង់រាយលទ្ធផលគឺយើងនៅខ្ទង់រាយចាកាលណាយើងគុណខ្ទង់10គឺលទ្ធផលលេខ2នេះគេមិនសរសេរលេខខ្ទង់រាយទៀតទេគេសរសេរមកក្រោមលទ្ធផលនៅខ្ទង់10ចាឥឡូវយើងបូក0ទម្លាក់ចា5 6បូកនឹង6 12សរសេរលេខ2ត្រាទុក1 7បូក0 7 7បូក1 5 8ហើយ3យើងទម្លាក់ចាអញ្ចឹងយើងឃើញលទ្ធផល38250ចាដូចនេះចាដូចនេះយ៉ាងម៉េចគាត់ដូចនេះរថយន្តនោះចាដូចនេះរថយន្តនោះដឹកអង្គ25ជើងបានចា38250គីឡូក្រាមចាយើងគូហុំចម្លើយរបស់យើងចាអញ្ចឹងចម្លើយនេះគឺបង្ហាញថាតើរថយន្តនោះដឹកអង្គបានប៉ុន្មានគីឡូក្រាមអញ្ចឹងវាបង្ហាញចេញមកហើយគឺរថយន្តនោះដឹកអង្គបាន38250គីឡូក្រាមចាច
ចឹងកូនអាចបន្តជាមួយអ្នកគ្រូមួយទៀតចាដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូនឹងមានកិច្ចការមួយទៀតឲ្យកូនធ្វើចាគឺចំនួនចាចំនួនចា4225គុណនឹង42ចាចឹងតើគេគុណដូចម្ដេចតទៀតចាអ្នកគ្រូបាននិយាយហើយនៅក្នុងការគុណចំនួនមានលេខ4ខ្ទង់និងលេខ2ខ្ទង់ហ្នឹងទី1គឺយើងគុណលេខខ្ទង់រាយមែនទេកូនចាគុណលេខខ្ទង់រាយណាខ្ទង់រាយនេះគឺ2 5ដង10សរសេរលេខ0ត្រាទុក2ចាសំដៅត្រាទុក1 2 2ដង4ចា4បូកនឹង1 5 2 2ដង4 2 4ដង5 8ចាបន្តមកទៀតយើងគុណលេខខ្ទង់ណាកូនយើងគុណលេខខ្ទង់10ចាមានន័យថាយើងគុណលេខ4នេះលេខ4នៅខ្ទង់10គឺវាមានតម្លៃរបស់វាគឺ40ចាឥឡូវយើងគុណតទៀត4 5ដង20សរសេរលេខ0ត្រាទុក2ចា4 2ដង8 8បូក2 10សរសេរលេខ0ត្រាទុក1 4 2ដង8 8បូក1គឺ9ចា4 4ដង15 16ចាហើយចុងក្រោយនេះគឺយើងបូកលទ្ធផលរវាងការគុណចំនួនខ្ទង់រាយនិងខ្ទង់10បញ្ចូលគ្នាចា0ទម្លាក់ចា5បូក0 5 4ទម្លាក់ចា8បូក9 17សេលេខ7ត្រាទុក1 7 1ចាចឹងយើងចេញលទ្ធផលហើយគឺ1,77,450អញ្ចឹងអ្នកគ្រូដាក់ដូចនេះ4225គុណនឹង42ស្មើនឹង1,77,450ចាចឹងអ្នកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នាចាចេះហើយនឹងយល់ច្បាស់ហើយអំពីវិធីគុណដែលមានលេខ4ខ្ទង់និង2ខ្ទង់ចាឥឡូវនេះកូនអាចប្រាប់អ្នកគ្រូបានទេថាដើម្បីគុណចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់គេត្រូវធ្វើដូចម្ដេចចាដើម្បីគុណចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់គេត្រូវធ្វើដូចម្ដេចគិត1នាទីចាចឹងអរគុណកូនទាំងអស់គ្នាសម្រាប់ការគិតចាទីជាបញ្ញត្តិចាដើម្បីទៅតាមអ្វីដែលយើងបានរៀនរួចមកហើយចាឥឡូវនេះមុននឹងអ្នកគ្រូបង្ហាញអ្នកគ្រូសូមបន្ថែមកន្លែងនេះបំពេញកន្លែងនេះបន្តិចដោយសារអ្នកគ្រូចាផ្លេចចាឥឡូវកូនមើលកន្លែងនេះអ្នកគ្រូសូមដាក់ថាខាងនេះអ្នកគ្រូថាដាក់ឧទាហរណ៍ទី1ចាអ្នកគ្រូកន្លែងនេះអ្នកគ្រូដាក់ឧទាហរណ៍ទី2ចាទី2ចាគឺ4000ដែលអ្នកគ្រូផ្លេចសរសេរជួដេកអញ្ចឹងអ្នកគ្រូសុំសរសេរជួដេក4225ចាគុណនឹង42ស្មើនឹងប៉ុន្មានចាឥឡូវនេះអ្នកគ្រូបានឲ្យកូនទាញបញ្ញត្តិរួចហើយអញ្ចឹងអ្នកគ្រូសូមដើម្បីបង្ហាញកូនតែម្ដងចាអញ្ចឹងដើម្បីគុណចំនួនមានលេខ4ខ្ទង់និង2ខ្ទង់គឺយើងត្រូវចាទី1គឺលាក់ទុកសិនចាំអានជាមួយគ្នាចាប្រហែលជាកូនបានបញ្ញត្តិហើយពីព្រោះអ្វីដែលយើងអនុវត្តដំបូងគេដំបូងបំផុតគឺយើងតម្រៀបលេខចាឲ្យត្រូវតាមខ្ទង់តាមជួរឈរចាយើងមិនអាច
គុណលេខតាមជួរដេកនេះបានទេគឺដើម្បីគុណលេខយើងត្រូវធ្វើប្រមាណវិធីតាមជួរឈរចាហើយដល់យើងតម្រៀបលេខឲ្យត្រូវតាមខ្ទង់ចាបន្ទាប់មកយើងគុណលេខជាបន្តដោយចាប់ផ្ដើមពីខ្ទង់រាយរួចធ្វើប្រមាណវិធីបូកចាឥឡូវមកអានជាមួយអ្នកគ្រូចាបញ្ញត្តិដើម្បីគុណចំនួនមានលេខ4ខ្ទង់និង2ខ្ទង់ត្រូវតម្រៀបលេខឲ្យត្រូវតាមខ្ទង់ហើយគុណលេខបន្តបន្ទាប់ចាប់ផ្ដើមពីខ្ទង់រាយរួចធ្វើប្រមាណវិធីបូកចាឥឡូវគុណរំលឹកឡើងវិញមើលតើយើងធ្វើបែបនេះមែនដែរឬអត់កូនចាគឺយើងគុណលេខបន្តចាប់ផ្ដើមពីខ្ទង់រាយហើយចុងក្រោយយើងធ្វើប្រមាណវិធីបូកចានេះគឺជាលំហាត់កូនៗទាំងអស់គ្នាអនុវត្តលំហាត់នេះមកដោយសារតែកូនៗទាំងអស់គ្នាបានចូលរួមរៀនជាមួយអ្នកគ្រូសង្ឃឹមថាកូនអាចអនុវត្តលំហាត់នេះបានទាំងអស់គ្នាចាចឹងលំហាត់អនុវត្តនេះចាលំហាត់នេះគឺឲ្យកូនៗទាំងអស់គ្នាចូលបំពេញផលគុណក្នុងតារាងបំពេញផលគុណក្នុងតារាងតាឥឡូវកូនៗទាំងអស់គ្នាចាបំពេញផលគុណនៅក្នុងតារាងទាំងអស់គ្នាចាអ្នកគ្រូទុកពេលឲ្យកូនៗទាំងអស់គ្នា3នាទីចាចាប់ផ្ដើមចាអរគុណកូនៗទាំងគ្នាសម្រាប់ការបំពេញផលគុណក្នុងតារាងនេះហើយឥឡូវនេះអ្នកគ្រូសង្ឃឹមថាកូនបានធ្វើបានមួយចំនួនហើយអញ្ចឹងកូនផ្ទៀងទាត់ចម្លើយជាមួយអ្នកគ្រូហើយក៏ដូចជាការចូលរួមចាអនុវត្តលំហាត់នេះជាមួយអ្នកគ្រូផងដែរចាទី1ដើម្បីបំពេញផលគុណនៅក្នុងតារាងបានលុះត្រាតែយើងធ្វើប្រមាណវិធីគុណចាអញ្ចឹងនៅក្នុងប្រមាណវិធីគុណមួយវាមានតួគុណទី1តួគុណទី2ហើយនិងផលគុណចាតួគុណទី1កូនឃើញហើយ8920ចាគុណនឹង42ចានេះគេហៅថាតួគុណទី2ចាអញ្ចឹងយើងអនុវត្តនៅលំហាត់ទី1នេះចា8920ចាយើងគុណនឹង42ចាគុណនឹង42ដំបូងយើងគុណលេខខ្ទង់អីកូនចាដំបូងគឺយើងគុណលេខខ្ទង់រាយចាខ្ទង់រាយគឺលេខ2ចា2 0 ដង0ចា2 2ដង4 2 9ដងបាន15 18សរសេរលេខ8ត្រាទុក1 2 8ដង16 16និង1គឺ17ចាបន្តមកទៀតគឺយើងគុណលេខខ្ទង់10ចាគុណលេខខ្ទង់10គឺលេខប៉ុន្មានគុណលេខ4អញ្ចឹង4នៅខ្ទង់10មានតម្លៃ40ចាឥឡូវយើងគុណលេខ4 4 0 ដង0ចាអត់មានកន្លែងនេះទេកាលណាយើងគុណលេខខ្ទង់10ចាផលគុណរបស់វាគឺត្រូវតែនៅក្រោមខ្ទង់នៅក្នុងខ្ទង់10ចានៅក្នុងខ្ទង់10អញ្ចឹងនេះខ្ទង់រាយអត់មានទេចូលមកខ្ទង់10តែម្ដងចា4 9 ដង30ចាសំទោស4 0 ដង0 4 2 ដង5 8ចាបន្ទាប់មក4 9 ដង35 1សរសេរលេខ5 1ចារួចហើយយើងត្រាទុក3 4 8ដងប៉ុន្មានកូនចា4 8ដងគឺ32បូកនឹង3 35ចាជាចុងក្រោយគឺយើងបូកលទ្ធផលបញ្ចូលគ្នាចា4
0 ទម្លាក់ 4 បូក 0 4 ដដែល 8 បូក 8 16 សរសេរលេខ 6 ត្រាទុក 1 ចា 7 បូក 6 13 13 បូកនឹង 4 15 ហើយសំទោស 13 បូកនឹង 1 សំដងទៀត 7 បូក 6 13 13 បូកនឹង 1 14 សរសេរលេខ 4 ត្រាទុក 1 1 បូក 5 6 6 បូក 1 7 សរសេរលេខ 7 3 អញ្ចឹងលទ្ធផលយើងមកឃើញ ចា 346,40 ចា យើងបំពេញនៅក្នុងតារាងយើងមក 374,640 ចាឥឡូវយើងគណនានៅតារាងចំនួនមួយទៀតគឺ 1687 គុណនឹង 35 ចាចេញលទ្ធផលហើយដំបូងយើងគុណខ្ទង់រាយចាគឺលេខ 5 5 7 ដង 35 សរសេរលេខ 5 ត្រាទុក 3 ចា 5 8 ដង 40 40 បូកនឹង 3 គឺ 43 សរសេរលេខ 3 ត្រាទុក 4 5 6 ដង 30 30 បូកនឹង 4 34 សរសេរលេខ 4 ត្រាទុក 3 5 1 ដង 5 5 នឹង 3 គឺ 5 8 ចាយើងគុណខ្ទង់ 10 គឺលេខ 3 3 7 ដង 21 ចាសរសេរលេខ 1 ត្រាទុក 2 ចា 3 8 ដង 24 24 នឹង 2 24 បូកនឹង 2 20 ចាយើងត្រាទុក 2 កន្លែងនេះ 3 7 ដង 21 ត្រាទុក 2 កន្លែងនេះ 3 8 ដង 24 24 នឹង 2 26 សេលេខ 6 ត្រាទុក 2 3 6 ដង 18 18 នឹង 2 20 សរសេរលេខ 0 ត្រាទុក 2 3 1 ដង 3 3 នឹង 2 5 ចាអញ្ចឹងយើងបូកលទ្ធផលមកទៀត 5 ទម្លាក់ ចា 3 បូកនឹង 1 4 6 បូកនឹង 4 10 សរសេរលេខ 0 ត្រាទុក 1 8 បូក 0 8 8 បូកនឹង 1 គឺ 9 5 ទម្លាក់អញ្ចឹងយើងបំពេញផលគុណនៅលើតារាងរបស់យើងគឺ 50,945 ចានៅចុងក្រោយចាគឺ 2105 គុណនឹង 27 ចា 2105 គុណនឹង 25 ចាយើងគុណខ្ទង់រាយ 7 5 ដង 35 សរសេរលេខ 5 ត្រាទុក 3 7 0 ដង 0 0 បូកនឹង 3 គឺ 3 7 1 ដង 5 7 7 2 ដង 10 14 សរសេរលេខ 10 14 តើមកយើងគុណខ្ទង់ 10 2 5 ដង 10 សរសេរលេខ 0 ត្រាទុក 1 2 0 ដង 0 0 នឹង 1 1 2 1 ដង 2 2 2 ដង 4 ចាបូកលទ្ធផលបញ្ចូលគ្នាគឺស្មើនឹង 5 ទម្លាក់ 3 បូក 0 3 7 បូក 1 8 4 បូក 2 6 1 បូក 4 5 ឃើញ 56,835 56,835 យើងបំពេញនៅកន្លែងនេះ 56,835 ចាអរគុណកូនៗទាំងអស់គ្នាសម្រាប់ការតាមដានការសិក្សានៅក្នុងថ្ងៃនេះចាហើយកិច្ចការផ្ទះដែលអ្នកគ្រូឲ្យកូនធ្វើនេះគឺនៅក្នុងសៀវភៅទំព័រទីចាទំព័រទី6ចាគឺកូនៗអាចធ្វើចំណោទបានចាធ្វើចំណោទទី1ទី2ទី3បើសិនជាកូនមានពេលវេលាកូនអាចធ្វើទាំងអស់ក៏បានដែរចាប៉ុន្តែការកែរបស់អ្នកគ្រូយើងមានពេលវេលាកំណត់អ្នកគ្រូនឹងកែនៅអ្វីមួយដែលអ្នកគ្រូកែឲ្យកូនអញ្ចឹងកូនៗទាំងអស់គ្នាកុំភ្លេចណាកូនៗអាចធ្វើសំខាន់កូនៗធ្វើចំណោទចាទី1ទី2ឬទី3ចាទី1ទី2និងទី3ចានៅក្នុងសៀវភៅរបស់យើងសៀវភៅសិក្សាគោលថ្នាក់ទី5ទំព័រ6អញ្ចឹងមេរៀនរបស់យើងនៅក្នុងថ្ងៃនេះគឺមេរៀនគណិតវិទ្យាថ្នាក់ទី5មេរៀនទី2
vị thì cồn cả con chấm nún miền lệ 4 tông nâng 2 ตรงនៅក្នុងសិភៅសាស្ត្រទំព័រ5ចាតែលំហាត់ឲ្យមិនទំព័រ6ណាកូនបានចប់តែប៉ុណ្ណឹងសូមអរគុណកូនៗទាំងអស់គ្នាដែលបានចូលរួមរៀនជាមួយអ្នកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នាអាចអនុវត្តលំហាត់ចាជាបន្តបន្ទាប់ដែលអ្នកគ្រូបានដាក់ឲ្យធ្វើចាហើយកូនកុំភ្លេចណាធ្វើកិច្ចការអនុវត្តលំហាត់អ្នកគ្រូដាក់ឲ្យកូនហើយកូនត្រូវចាធ្វើលំហាត់នៅសញ្ញាកិច្ចការដែលលោកគ្រូអ្នកគ្រូបានចែកឲ្យកូនផងចាដើម្បីពង្រឹងចំណេះដឹងរបស់កូនទាំងអស់គ្នាចាអ្នកគ្រូសូមជូនពរកូនទាំងអស់គ្នាសូមឲ្យមានសុខភាពល្អនិងសុវត្ថិភាពល្អជាពិសេសកូនទាំងអស់គ្នាចាជៀសផុតពីជំងឺទាំងឡាយដូចជាជំងឺ COVID-19 ជូនពរឲ្យមានកូនទាំងអស់គ្នាមានសំណាងល្អជម្រាបលា